បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបាទលោកគ្រូអ្នកគ្រូរៀនស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានរបស់ពិសេសបងប្អូនណាបាទដែលយើងទៅតែបានថ្មីក៏យកមកថតចែកជូននៅបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទរបស់ពិសេសនេះដែលមានអាយុកាលរាប់រយពាន់ឆ្នាំបងប្អូនណាដែលមានអាយុកាលរាប់ពាន់ឆ្នាំហើយរបស់ដែលកកคล้ายទៅជាថ្មគឺមានអាយុកាលរាប់ពាន់ឆ្នាំបងប្អូនណាបាទទៅគាត់កកคล้ายទៅជាថ្មបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទនេះដូចខ្ញុំបានរៀបរាប់ប្រាប់ចឹងបងប្អូនណាហើយរបស់នេះគឺយើងរកបាននៅកន្លែងទីទួលបុរាណបងប្អូនណាបាទទីទួលបុរាណកាលពីសម័យមុនឥឡូវនេះគឺដុសព្រៃដុសអីឡើងពេញទៅហើយបងប្អូនណាមិនដឹងជាប្រមាណពាន់ឆ្នាំហើយទេបាទតាំងពីចំនួនកុលសម្ព័ន្ធអីនោះបងប្អូនណាបាទនេះគឺជាប្រភេទនៃថ្នាំបុរាណបងប្អូនណាបាទថ្នាំបុរាណដែលកកคล้ายទៅជាថ្មបងប្អូនណាបាទប្រភេទថ្នាំបុរាណដែលកកคล้ายទៅជាថ្មបងប្អូនណាបាទនេះបងប្អូនឃើញទេមិនមែនអង្គដែលកកคล้ายទៅជាថ្មនោះទេបងប្អូនណាបាទនេះគឺជាប្រភេទថ្នាំបុរាណបងប្អូនណាបាទថ្នាំបុរាណសម័យបុរាណយើងប្រើតែថ្នាំបុកថ្នាំអីហ្នឹងបងប្អូនណាបាទថ្នាំខ្មែរយើងគឺថ្នាំបុកថ្នាំអីហ្នឹងបាទនេះគឺគាត់បែកបាត់មកចំហៀងទៅតែយើងមិនដឹងទៅណាទេមកចំហៀងបងប្អូនណាហើយតម្រងរបស់គាត់នេះគឺគាត់ដាក់នៅក្នុងចានបងប្អូនណាបាទនេះឃើញទេបងប្អូននេះតម្រងដែលដាក់នៅក្នុងចានបាទនេះឃើញទេបាទតម្រងនេះគឺយើងមើលទៅគឺដាក់នៅក្នុងចានបងប្អូនណាបាទតម្រងដាក់នៅក្នុងចានបាទនេះគឺថ្នាំបុរាណបងប្អូនណាជាថ្នាំបុរាណតែមិនដឹងថាបុរាណលោកពីសម័យមុនលោកធ្វើថ្នាំអីទេបងប្អូនណាបាទតែថ្នាំបុរាណពីសម័យមុនអត់ភាគច្រើនគឺថ្នាំគង់ថ្នាំស្វិតទាំងតែម្ដងបងប្អូនណាបាទថ្នាំគង់ថ្នាំស្វិតទាំងតែម្ដងនឹងថ្នាំបុរាណយើងកាលពីសម័យមុនបងប្អូនណាសម័យកុលសម្ព័ន្ធសម័យអីចឹងទៅបាទនេះជាថ្នាំបុរាណបងប្អូនណាជាថ្នាំបុរាណអញ្ចឹងពិសេសណាបងប្អូនណាគឺពិសេសណាបាទសូម្បីតែខ្ញុំឲ្យលោកគ្រូធំដែលគាត់មានញាណបារមីឲ្យគាត់មើលឲ្យក៏គាត់ថានេះជាថ្នាំបុរាណពីសម័យមុនដែរបងប្អូនណាជាថ្នាំបុរាណដែលកកคล้ายទៅជាថ្មបាទហើយរបស់នេះយើងរើសបាននៅតាមកន្លែងទីទួលបុរាណបងប្អូនណាបើយើងសាងជាតួអង្គជាលោកតាព្រះមនីឥសីស្ដេចថ្នាំគ្រូថ្នាំអីគឺពិសេសតែម្ដងបងប្អូនណាដូចខ្ញុំបានជម្រាបចឹងព្រោះថារបស់នេះគឺជាប្រភេទថ្នាំបុរាណបងប្អូនណាបាទគឺថ្នាំបុរាណបាទសុទ្ធតែជាប្រភេទថ្នាំបុរាណបងប្អូនណាបាទថ្នាំបុរាណដែលយើងទៅតែបានថ្មីបងប្អូនណាបាទនេះឃើញទេបងប្អូនបាទគេហៅថាថ្នាំបុកឬក៏ថ្នាំអីបុរាណកាលពីសម័យមុនលោកប្រើប្រាស់ខាងស្វិតខាងគង់ខាងអីចឹងទៅបងប្អូនណាដូចខ្ញុំបានជម្រាបចឹងអញ្ចឹងរបស់នេះគឺកម្រណាស់បងប្អូនណាគឺកម្រណាស់បាទកម្រនឹងបានជួបកម្រនឹងបានឃើញណាបងប្អូនណាបាទកាលណាយើងមានឧបនិស្ស័យជាមួយនឹងលោកតែងបង្ហាត់បង្ហាញឲ្យយើងបានឃើញបានជួបបងប្អូនណាបាទប្រភេទនៃថ្នាំបុរាណហើយថ្នាំបុរាណនេះបងប្អូនប្រើប្រាស់តាមតម្រូវការបងប្អូនណាពាក្យថាថ្នាំគឺពិសេសណាស់បងប្អូនណាអញ្ចឹងយើងប្រើខាងស្វិតខាងគង់ក៏បានប្រើខាងការពាររាល់នៅអំពើអពន់មុនខ្មៅទាំងឡាយទាំងពួងក៏បានបជាគ្រោះបជាភ័យបងប្អូនណាបាទការពារជំងឺសពគ្រប់បែបយ៉ាងបងប្អូនណាពីព្រោះរបស់នេះជាថ្នាំបុរាណបងប្អូនណាជាថ្នាំបុរាណដែលកកคล้ายទៅជាថ្មអញ្ចឹងលោកមេរិតមេដេជានឹងមានបារមីខ្លាំងណាស់បុរាណយើងកាលពីសម័យមុនមុននឹងធ្វើអីមួយបាទលោកតែងតែបញ្ចូលមុនគុំគាថានៅក្នុងនោះហើយស្រេចតែម្ដងបងប្អូនណាបាទនេះគឺជាប្រភេទនៃអង្គថ្នាំបុរាណបងប្អូនណាគឺថ្នាំបុរាណបាទថ្នាំបុរាណនេះដែរបើសិនជាបងប្អូនដែលគាត់មើលឲ្យឃើញមានឧបនិស្ស័យជាមួយនឹងលោកបងប្អូនណាបាទគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart ហ្នឹងឯងបងប្អូនណាបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបានដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបានឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយគេលឺលួននៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលារបស់ល្អហើយកម្របងប្អូនណាបាទ